ប្រទេសជប៉ុនគឺជាប្រទេសមួយដែលស្អាតហើយអត់មានសម្រាមកខ្វក់ទេបងប្អូនហេតុអីបងប្អូនចង់ដឹងអត់ចោះកុំភ្លេចមើលជាមួយខ្ញុំទាំងអស់គ្នាចាបងប្អូនដែលធ្លាប់មកប្រទេសជប៉ុនឬក៏យើងមើលតាមFacebook ឬក៏តាមអីដែលឃើញគេថតហ្នឹងណាបងប្អូនគឺទេសភាពស្អាតគ្រប់កន្លែងមិនថាកន្លែងសាធារណៈឬក៏កន្លែងមិនសាធារណៈអីក៏ដោយនៅក្នុងសួនឬក៏នៅតាមផ្ទះឬក៏នៅតាមផ្សារនៅតាមសាលារៀនសាលាក៏ដោយបងប្អូនគឺស្អាតអត់មានសម្រាមកខ្វក់អីទេតារាក៏ស្អាតដែរហើយបើថាផ្លូវទេយើងដើរស្ទើរតែមិនប្រឡាក់ស្បែកជើងអឺ3-4ថ្ងៃដូចអីចឹងទំហំតែប្រឡាក់បានយើងដុសអីចឹងណាចាទី1គឺប្រជាជនជប៉ុនអត់ចោលសម្រាមទេបងប្អូនទី2គឺគេបរៀនកូនក្មេងឲ្យចេះអនាម័យចេះស្គាល់ដឹងថានេះសម្រាមត្រូវបោះចោលត្រូវអីហ្នឹងតាំងពីតូចដោយកូនខ្ញុំចឹងថ្ងៃហ្នឹងគាត់ចូលរួមវេលាធាជួយរើសសម្រាមអ្នកភូមិបន្ទាប់ពីរើសហើយគឺទទួលបាននំជាអីចឹងណាចឹងទៅគេលើកទឹកចិត្តគេបរៀនគេប្រាប់តាំងពីទូចទៅហើយបងប្អូនមើលផ្លូវដែលខ្ញុំដើរទៅធ្វើការរាល់ថ្ងៃហ្នឹងប៉ុន្តែថ្ងៃនេះគឺគេមានកម្មវិធីលក់របស់របរផ្ទាល់ខ្លួនអីចឹងណាគឺផ្លូវហ្នឹងគឺស្អាតមែនតើបងប្អូនគឺយើងដើរគឺស្ទើរតែអត់ប្រឡាក់ស្បែកជើងទេខ្ញុំនិយាយមែនដូច្នេះចូលរួមកំចាត់សម្រាមទាំងអស់គ្នាសម្រាមកើតមកពីមនុស្សជាអ្នកបង្កើតមនុស្សជាអ្នកចោលដូច្នេះហើយបើសិនជាមនុស្សគ្រប់គ្នាមិនចោលសម្រាមខ្ញុំជឿថាប្រទេសយើងក៏ស្អាតដូចប្រទេសគេដែរដូច្នេះហើយចង់ឲ្យប្រទេសស្អាតយើងចូលរួមសម្អាតទាំងអស់គ្នាគឺផ្ដើមចេញពីពួក